តើបងប្អូនជាម្ចាស់អាជីវកម្មដែលកំពុងដឹកនាំអាជីវកម្មឬក៏ម្ចាស់អាជីវកម្មដែលអាជីវកម្មកំពុងតែដឹកនាំបងប្អូនដើម្បីឲ្យយល់ច្បាស់ខ្ញុំនិយាយអំពីលក្ខណៈសម្បត្តិឬក៏សកម្មភាពពីរយ៉ាងដែលតើសកម្មភាពអីខ្លះដែលហៅថាអាជីវកម្មកំពុងតែដឹកនាំបងប្អូនហើយសកម្មភាពអីខ្លះដែលហៅថាបងប្អូនកំពុងតែដឹកនាំអាជីវកម្មអញ្ចឹងទី1ខ្ញុំនិយាយអំពីសកម្មភាពដែលអាជីវកម្មកំពុងតែដឹកនាំបងប្អូនពេលដែលបងប្អូនភ្ញាក់ពីដេកមកអ្វីដែលបងប្អូននឹងធ្វើគឺបងប្អូនបានបើកមើលសារផ្សេងបើកនៅអ៊ីមែលឬក៏មើលនៅបញ្ហាផ្សេងមានន័យថាក្នុងរយៈពេល1ថ្ងៃហ្នឹងបងប្អូនអត់បានធ្វើទាំងអស់គឺបងប្អូនគឺជាអ្នកដោះស្រាយបញ្ហាអាជីវកម្មរបស់បងប្អូនជាអ្នកឆ្លើយតបនៅអ្វីដែលអាជីវកម្មរបស់បងប្អូនត្រូវការបងប្អូនមានន័យថាបងប្អូនអត់បានធ្វើទាំងអស់រងចាំតែទទួលអំពើអាជីវកម្មត្រូវការស្អីបងប្អូនដោះស្រាយរឿងហ្នឹងអាជីវកម្មឲ្យបងប្អូនធ្វើអីបងប្អូនធ្វើហ្នឹងមានន័យថាបងប្អូនជាអកម្មមានន័យថាបញ្ហាមកឬក៏សំណុំពរអីផ្សេងបងប្អូនគឺចាំតែដោះស្រាយមានន័យថាអាជីវកម្មកំពុងតែដឹកនាំបងប្អូនហើយមានន័យថាអាជីវកម្មគាត់ដំណើរការហើយអាជីវកម្មហ្នឹងគឺកំពុងដឹកនាំបងប្អូនឲ្យប្រជែងសកម្មភាពប៉ុន្តែសម្រាប់ម្ចាស់អាជីវកម្មដែលកំពុងដឹកនាំអាជីវកម្មមានន័យថានៅពេលដែលគាត់ភ្ញាក់ពីដេកមកអ្វីដែលគាត់ត្រូវធ្វើគឺគាត់គិតរកវិធីយ៉ាងម៉េចឲ្យអាជីវកម្មគាត់ល្អប្រសើរជាងហ្នឹងគាត់រកវិធីយុទ្ធសាស្ត្រម៉េចដើម្បីអាជីវកម្មគាត់ល្អយ៉ាងហ្នឹងមានន័យថាគាត់ជាអ្នកធ្វើសកម្មភាពទៅលើអាជីវកម្មរបស់គាត់ហើយបញ្ហាផ្សេងគាត់មានម៉ោងផ្សេងសម្រាប់ដោះស្រាយជាដើមឡើយយ៉ាងទៅអញ្ចឹងនិយាយឲ្យច្បាស់មានន័យថាអាជីវកម្មកំពុងដឹកនាំយើងមានន័យថាអាជីវកម្មត្រូវការយើងរហូតដើម្បីដោះស្រាយត្រូវការយើងរហូតដើម្បីធ្វើនេះធ្វើនោះអញ្ចឹងដែរហើយម្ចាស់អាជីវកម្មដែលកំពុងដឹកនាំអាជីវកម្មមានន័យថាយើងជាអ្នកគិតគូរមុនយើងជាអ្នកធ្វើសកម្មភាពមុនទៅលើអាជីវកម្មរបស់យើងប្រសិនបើបងប្អូនមានបញ្ហាអាជីវកម្មកំពុងតែដឹកនាំបងប្អូនថ្ងៃនេះខ្ញុំណែនាំកម្មវិធីរបស់ខ្ញុំមួយដែលខ្ញុំកំពុងតែបង្កើតឡើងដែលនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះហើយគឺកម្មវិធីមួយឈ្មោះថា Lead by Hawk ដែល Lead by Hawk ហ្នឹងផ្ដោតទៅលើការដឹកនាំខ្លួនឯងដឹកនាំគ្រួសារហើយនឹងដឹកនាំអាជីវកម្មរបស់យើងដែលកម្មវិធីនេះមានរយៈពេលរហូតដល់6ខែដែលផ្ដោតទៅលើការផ្លាស់ប្ដូរទម្លាប់នៅក្នុងការដឹកនាំជាច្រើនពាក់ព័ន្ធខ្លួនឯងតាក់ទងនឹងគ្រួសារពាក់ព័ន្ធជាមួយនឹងអាជីវកម្មរបស់យើងនៅពេលដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់យើងមួយចំនួនជីវិតរបស់យើងគ្រួសាររបស់យើងហើយអាជីវកម្មរបស់យើងនឹងទទួលបានលទ្ធផលល្អប្រសើរជាងមុនដូច្នេះកុំភ្លេចចូលរួមជាមួយនឹងកម្មវិធី Lead by Hawk ដែលនឹងចាប់ផ្ដើមនៅក្នុងពេលឆាប់នេះហើយដែលកម្មវិធីនេះចំនួនចូលរួមមានកំណត់ហើយបញ្ជាក់ម្ដងទៀតកម្មវិធីនេះគឺមានរយៈពេលរហូតដល់6ខែពេញតែម្ដងដែលផ្ដោតទៅលើការផ្លាស់ប្ដូរទម្លាប់នៃការដឹកនាំរបស់បងប្អូនបាទអរគុណច្រើន